បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមានកម្មវិធីថ្មីដែលខ្ញុំទៅបង្កើតណាហើយកម្មវិធីនេះគឺបង្កើតដោយ AI មិនមែនខ្ញុំអ្នកធ្វើដោយខ្លួនឯងទេគឺ AI ដែលខ្ញុំ build ឲ្យចេញជាកម្មវិធីមួយសម្រាប់ download វីដេអូណាដែលអាចយកវីដេអូចេញពី YouTube ក៏ដូចជា TikTok នៅក្នុងពេលតែមួយតែម្ដងបាទអញ្ចឹងបើបងប្អូនមើលទៅនេះគឺយើងបើកកម្មវិធីមកប៉ុន្តែបងប្អូនតម្រូវឲ្យធ្វើការ activate សិនណាហើយវីដេអូនៅក្នុងនេះគឺវាគ្រាន់តែជាការបង្ហាញនៅភាពជោគជ័យដែលយើងអាច download បានណាដោយ download ប្រហែល100វីដេអូក៏បានដែរគ្រាន់ថាបើបងប្អូនdownload ច្រើនវារៀង slow បន្តិចដោយសារតែយើង first version អញ្ចឹងខ្ញុំចេញសិនខ្ញុំចេញឲ្យវាបានមួយសិនបន្ទាប់មកចាំខ្ញុំគេហៅថាធ្វើឲ្យ performance ហ្នឹងឲ្យកាន់តែល្អជាងមុនអញ្ចឹងណាខ្ញុំនឹងកែសម្រួលវានៅ version បន្ទាប់ប៉ុន្តែបើយើងនិយាយជារួមគឺវា work ហើយបងប្អូនអាចយកកម្មវិធីនេះទៅ download បានណាបាទអញ្ចឹងដូចនៅក្នុងវីដេអូដែលបានបង្ហាញអញ្ចឹងបងប្អូនឃើញស្រាប់ហើយគឺវាដើរ smooth មែនតើគ្រាន់តែថានៅក្នុងកម្មវិធីរបស់យើងវារៀង slow ដោយសារតែវាដើរនៅខាងក្រោយបាទណា background process របស់យើងណាបាទតែកម្មវិធីខាងមុខវារៀង slow អញ្ចឹងកុំបាច់ខ្វល់ថាវា slow សំខាន់យើង download វីដេអូរបស់យើងបានឬអត់ណាអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍នៅកម្មវិធីហ្នឹងណាបងប្អូនគួរតែចូលទៅក្នុង Telegram link ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះណានៅក្នុងវីដេអូនេះបន្ទាប់មកខ្ញុំនឹងបងប្អូនអាចចូលទៅក្នុងហ្នឹងទៅវាមាន instruction ហើយនឹងមាន file download នៅក្នុង group ហ្នឹងតែម្ដងបាទអូខេដូចជាមិនមានអីច្រើនទេដូចបងប្អូនឃើញអញ្ចឹងគឺវារៀង slow អញ្ចឹងណាប៉ុន្តែវីដេអូចាប់ផ្ដើមធ្វើការហើយវីដេអូវាចាប់ផ្ដើមធ្វើការហើយបងប្អូនទុកវាចោលទៅទុកវាចោលវានឹងត្រឡប់មកវិញណាវានឹងត្រឡប់មកវិញវាមិនមានអីដែលerror ទេណាវាអត់មានអីដែល error ទេអូខេអញ្ចឹងចាំបាច់បំផុតបងប្អូនត្រូវទី1ត្រូវចូលទៅក្នុង Telegram ខ្ញុំសិនបន្ទាប់មក download ណាបន្ទាប់ពី download កម្មវិធីយើងហើយបងប្អូន install វាឲ្យវាដើរទៅហើយវានឹង automatically upload registration key របស់បងប្អូនហ្នឹងចូលទៅកាន់ server របស់ខ្ញុំណាបន្ទាប់មកនៅក្នុង Telegram group ហ្នឹងបងប្អូនគ្រាន់តែ copy registration key ដែលចេញនៅលើកម្មវិធីរបស់បងប្អូនហ្នឹងយកមក activate មកជារួចរាល់យើងគ្រាន់តែវាយ /comment activate មកហើយដាក់ចំនួនថ្ងៃ30ថ្ងៃ30ហើយមានអក្សរ D1 បន្ទាប់មកដាក់ UUID ឬក៏ registration key បងអ្នកនរគ្នាដើម្បី activate អញ្ចឹងbot នៅក្នុង Telegram ហ្នឹងវានឹងទៅ activate ឲ្យបងប្អូនដើម្បីប្រើតែម្ដងបាទខ្ញុំធ្វើនេះមិនមែនដើម្បីអីទេគឺគ្រាន់តែចង់ដឹងថាតើមានចំនួនអ្នកប្រើប្រមាណពិតប្រាកដទី1ហើយថ្ងៃក្រោយណាបើវាដើរល្អក៏ខ្ញុំអាចនឹងគិតលុយប៉ុន្តែមិនច្រើនទេតិចតួចអីប៉ុណ្្នឹងឯងព្រោះយើងចំណាយពេលចំណាយធនធានដូចគ្នាតម្រាំតែបានកម្មវិធីនឹងឡើងមកណាត្រូវបិទតែយើងប្រើ AI ប៉ុន្តែយើងមិនអាចហៅ AI free មកប្រើបានទេគឺខ្ញុំបង់លុយឲ្យគេដូចគ្នាណាអូខេអញ្ចឹងសង្ឃឹមថាបងប្អូនអាចចូលមក Telegram តាម link ដែលខ្ញុំបានដាក់ណាហើយចូលមកដល់កម្មវិធីហើយមានចម្ងល់អីសួរនៅក្នុង group នឹងបានព្រោះ group ហ្នឹងខ្ញុំអត់ restrict ទេអូខេបាយបាយ